Ba chụp điệp xua ba nên ở cái này cho miềnรูปมนต์មួយដើម្បីចង់មកបង្ហាញគឺរូបមន្ត count រូបមន្ត count គឺប្រើសម្រាប់រាប់តែលេខទេបាទអញ្ចឹងរាប់មិនរាប់តែលេខមានថាកន្លែងណាលេខបានរាប់កន្លែងណាអក្សរដូចជានិមិត្តសញ្ញាអីគឺវាអត់រាប់ទេបាទតោះចន្លែងចន្លោះអញ្ចឹងក៏អត់រាប់ដែរអញ្ចឹងរាប់តែលេខឲ្យតែលេខគឺវារាប់តើឥឡូវយើងជួអនុវត្តទាំងអស់គ្នាអញ្ចឹងយើងស្មើមួយមកបាទស្មើហើយ count នេះខាងលើនេះបាទ count ដើម្បីយើងមានន័យថា y មានន័យថាយើងតម្លៃគឺយើងទាញពីលើចូលក្រោមបាទទាញនឹងពីលើមកទាញលើមកបាទដល់កន្លែង13នេះគឺយើងបិទវងកញ្ចក់វិញបើវងកញ្ចក់វិញយើងចុចថាអញ្ចឹងវាចេញឲ្យយើងហើយបាទនេះវាចេញយើងចេញ5អញ្ចឹងមានន័យថាលេខទាំងអស់គឺមានចំនួន5លេខអញ្ចឹងសាររាប់ដល់គ្នា1បាទ1 2 3 4 5បាទអញ្ចឹងវារាប់វានេះ5អញ្ចឹងមានន័យថាលេខនៅក្នុងទាំងអស់នេះគឺមាន5លេខបាទ5លេខ5នៅក្នុងប្រអប់មួយនេះបាទហ្នឹងហើយបាទមានតែប៉ុណ្្នឹងបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបាទការប្រើរូបមន្ត count តាបាទ count តាគឺជារូបមន្តមួយប្រើសម្រាប់រាប់ចំនួនលេខអក្សរនិងនិមិត្តសញ្ញាអញ្ចឹងមានន័យថាអញ្ចឹងវាប្រើលេខក៏រាប់អក្សរក៏រាប់និមិត្តសញ្ញាក៏រាប់ខុសពីរូបមន្ត count ដែលយើងធ្លាប់រៀនហ្នឹងរូបមន្ត count គឺរាប់តែចំនួនទេរាប់តែលេខទេបាទចំណែកអក្សរជាមួយនឹងនិមិត្តសញ្ញាគឺអត់រាប់ទេបាទតោះដើម្បីយើងចូលអនុវត្តទាំងអស់គ្នាអញ្ចឹងជាដំបូងគឺយើងចុចសញ្ញាស្មើមកបាទ y count បាទ count តាមកcount តាហើយគឺយើងធ្វើដូចតម្លៃនេះយើងទាញមកពីលើចុះក្រោមបាទទាញអស់មក run អស់មកបាទ run អស់មកអញ្ចឹងដល់ក្រោមទី13អញ្ចឹងយើងបិទវងកញ្ចក់វិញបាទបិទវងកញ្ចក់វិញអូខេយើងបិទវងកញ្ចក់វិញអញ្ចឹងបិទវងកញ្ចក់ហើយអញ្ចឹងយើងចុច enter មកបាទតើវានឹងដូចតម្លៃប្រមាណអូខេទាំងអស់គឺលើកលេខ10អញ្ចឹងមានថាតម្លៃនៅក្នុងនេះដែលយើងរ៉ាននេះចន្លោះពីលេខរៀងទី1រហូតដល់លេខ13នេះអញ្ចឹងមានថាមានចំនួន10បាទលេខមាន10អញ្ចឹងយើងសាររាប់មើល1 2 3 4 5 6 7 8 9 10បាទក៏ប៉ុន្តែប្រអប់ទៅទេអត់មានអក្សរនិងនិមិត្តសញ្ញាទេគឺវាអត់រាប់ទេបាទអញ្ចឹងរូបមន្តនេះគឺវាប្រើសម្រាប់តែរាប់តែដែលមានតម្លៃឬក៏មានអក្សរឬនិមិត្តសញ្ញាក្នុងcolumn ហ្នឹងបាទមានរាប់បើសិនក្រៅនោះគឺវាអត់រាប់ទេបាទអញ្ចឹងអរគុណចាំជួបគ្នានៅវីដេអូក្រោយទៀតបាទ